គ្នាយើងទាំងអស់គ្នាតាមការសន្យាខ្ញុំបានសន្យាថាខ្ញុំនឹងប្រាប់តកតងទៅនឹងវិធីសាស្ត្រនៅក្នុងការ interview ប៉ុន្តែថ្ងៃនេះជាផ្នែកមួយដែលខ្ញុំចង់ឲ្យយុវជនជាពិសេសថ្នាក់សាកលវិទ្យាល័យឲ្យបានដឹងច្បាស់អំពីរបៀបនៅក្នុងការសម្ភាសន៍ការងារហើយជាទូទៅរបៀបនៅក្នុងការសម្ភាសន៍ការងារយុវជនតែងជួបប្រទះនៅកំហុសទាំង5របស់ខ្ញុំដែលបានលើកឡើងកំហុសទី1ខ្ញុំសូមនិយាយនៅក្នុងវីដេអូនេះហើយនឹង detail តកតងទៅនឹងបញ្ហាតកតងទៅនឹងចំណោទបញ្ហានិងដំណោះស្រាយនៅក្នុងការដោះស្រាយអំពីកំហុសឆ្គងរបស់បងប្អូនទាំងអស់គ្នាភាគច្រើនគឺបានធ្វើនៅពេលដែលសម្ភាសន៍ការងារចំណុចទី1គឺបងប្អូនទាំងអស់គ្នាចូលចិត្តឬក៏អ្នកទាំងអស់គ្នាចូលចិត្តប្រើចម្លើយដែលបងប្អូនស្រង់ពីអ៊ីនធឺណិតយកមកទន្ទិញគ្នាយើងជឿទេថាតើការទន្ទិញការដែលបងអូនចងចាំនៅក្នុងចម្លើយដែលបងអូនយកមកពីអ៊ីនធឺណិតវាគឺជាការមួយដែលល្អនៅពេលដែលបងអូនចាប់ផ្ដើម interview ប៉ុន្តែជាទូទៅបងអូនត្រូវប្រកាសថាការដែលបងអូនស្រាវជ្រាវឬក៏បងអូនចងក្រងព័ត៌មានឬក៏ answer ទាំងអស់ចម្លើយទាំងអស់ជាឯកសារហើយបងអូនយកមកទន្ទិញត្រៀមនៅក្នុងការ interview ថាតើវាបានលទ្ធផលល្អអត់ជាទូទៅ example អឺដូចខ្ញុំបានបញ្ជាក់គេសួរថាតើចំណុចខ្លាំងនិងចំណុចខ្សោយរបស់ខ្ញុំជាអីជាទូទៅសំណួរនេះនៅលើអ៊ីនធឺណិតគឺមានច្រើនមែនទែនប៉ុន្តែអ្វីដែល HR អ្វីដែលអ្នកសម្ភាសគេតែងគាត់សម្គាល់ឃើញ mostly ទៅសាប្រាប់ថាឬក៏អ្នក interview ថាអូចំណុចខ្លាំងរបស់ខ្ញុំចូលចិត្តធ្វើការងារឬក៏បកកែក្នុងការធ្វើការងារឬក៏គេហៅភាសាអង់គ្លេសថា hard working ដល់ពេលចំណុចខ្សោយរបស់ខ្ញុំខ្ញុំអត់ចូលចិត្តគិតច្រើនឬក៏ការដែលមានសម្ពាធឬក៏បញ្ហាផ្លូវចិត្តអីចឹងទៅឬក៏ environment របស់កន្លែងការងារអត់សូវល្អអីចឹងទៅអញ្ចឹងគ្នាយើងនៅពេលដែលយើងទន្ទិញសំណួរបែបហ្នឹងវាហាក់បីដូចជាមិនមែនជា real នៃ experience របស់បងប្អូនទាំងអស់គ្នាទេខ្ញុំទទួលស្គាល់ workflow ឬក៏ form នៅក្នុងការ interview ដែល question បងអូនបានពិភាក្សាទុកមុនគឺ perfect ប៉ុន្តែ should be មិន rap ទេដោយសារតែការនិយាយបែបការចងចាំអ្នកដែល HR ក៏ធ្លាប់សម្ភាសយុវជនច្រើនគាត់នឹងមាន technique នៅក្នុងការសង្កេតថាតើសំណួរហ្នឹងគឺជាការចងចាំឬក៏ការនិយាយដោយផ្ទាល់នៃ activity គាត់ឬក៏ reality របស់គាត់ចឹងបើសិនជាបងអូនទាំងអស់គ្នាទៅ interview និយាយប៊ូទៅពឹបគេដាក់សំណួរមិនតាន់តែដឹងស្អីផងបងអូនឆ្លើយចម្លើយទៅពឹបអាហ្នឹងគេអាចនឹងគាត់សម្គាល់ដែរអញ្ចឹងដើម្បី fix ឬក៏ដោះស្រាយនៅបញ្ហានៃការប្រើប្រាស់នៅអង្គចងចាំរបស់បងអូនច្រើនខ្ញុំទទួលស្គាល់ថាការចាំពិតជាល្អប៉ុន្តែបើសិនជាបងអូននិយាយដោយ natural និយាយដោយការដែលយើងយល់ពិតប្រាកដនៅក្នុងសំណួរនេះទី1បងអូនត្រូវតែដឹងថាពេលសម្ភាសហ្នឹង point ហ្នឹងពិតជា real ឬក៏ own experience របស់បងអូនឬក៏បទពិសោធន៍ពិតប្រាកដរបស់បងអូនឬក៏ផ្ទាល់ខ្លួនរបស់បងអូនទាំងអស់គ្នាឬក៏អ្នកទាំងអស់គ្នាតែម្ដងចំណុចទី2 use real story បងអូនត្រូវដឹងត្រូវការប្រើប្រាស់តថភាពពិតប្រាកដឬក៏បងអូនមិនចូលចិត្តពិតប្រាកដមែនឬក៏បងអូនបកកែពិតប្រាកដមែនត្រូវប្រាប់គេទៅជាទូទៅបើសិនជាយើងមានចំណុចខ្វះខាតក៏កន្លែងស្ថាប័នគេអាចនឹងអភិវឌ្ឍយើងបានដែរដោយសារអាស្រ័យទៅលើការដែលគេមើលថាតើយុវជនអាចផ្លាស់ប្ដូរបានអត់នៅពេលដែលទៅធ្វើការឬក៏មានកម្រក់កំហើញថ្មីអត់ពេលដែលយើងទៅយកគាត់ទៅធ្វើការនេះគេដឹងដែរចំណុចទី3គឺ speak បែប natural natural កន្លែងនេះដូចខ្ញុំបញ្ជាក់អញ្ចឹងមិនមែនតែដាក់សំណុំមកពឹបបងអូនឧទាហរណ៍ខ្ញុំសួរថាបងអូនឈ្មោះអីបងអូនឆ្លើយពឹបខ្ញុំឈ្មោះលីលុយណាអាហ្នឹងវា look like ថា faster and not natural មានន័យថាយ៉ាងម៉េចឧទាហរណ៍ខ្ញុំគេឲ្យណែនាំខ្លួនខ្ញុំ
ខ្ញុំមកឈ្មោះសូនឌីលុយខ្ញុំមានទីលំនៅនៅណានៅ A ចឹងទៅមានអាយុ B ចឹងទៅនៅក្នុងនាមខ្ញុំជាយុវជនម្នាក់ខ្ញុំពិតជាអរគុណនៅក្នុងការផ្ដល់ឱកាសនៅក្នុងការសម្ភាសសម្រាប់ឱកាសនៅក្នុងការបងបានផ្ដល់មកឲ្យខ្ញុំថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តមែនតើនៅក្នុងការធ្វើបទបង្ហាញតែប៉ុន្តែលោក like ថាវាពិតជាយុវជននោះបង្ហាញនៅភាពច្បាស់លាស់ហើយ natural វាអត់មានទៅ speak ថាអូត្រូវប្រឹងសរសៃកប្រឹងភ្នែកទាំងធ្វើអញ្ចឹងទេអត់ទេ never not do like this អូខេហើយជាទូទៅមិន require មិនឲ្យវា perfect ទេមិនឲ្យតែតទៅនិយាយសំឡេងសតន់សំឡេងផ្អែមទេសំឡេងជាទូទៅផ្ដោតសំខាន់លើ quality សំឡេងដែលច្បាស់អត់ឲ្យបងអូននិយាយខំតាទេយុវជនចូលចិត្តដែរពេលដែលមានបដូរ environment របស់គាត់ណាគាត់បដូរអត្តចរិតនៃការនិយាយដូចគ្នានៅក្នុងនេះខ្ញុំក៏ធ្លាប់ដែរជាទូទៅនៅបទសម្ភាសន៍ដំបូងណាខ្ញុំទៅដល់និយាយចឹងបាទខ្ញុំឈ្មោះលីលុយខ្ញុំអីនិយាយអត់ហើបមាត់ទេអាកបបោមាត់ខ្ញុំនឹងអត់ហើបទេអញ្ចឹងទៅខ្ញុំចង់ add on ទេយុវជនប្រសិនបើចង់ឲ្យដឹងច្បាស់ថាតើប្អូនជាមនុស្សបែបណានៅក្នុងកលៈទេសៈនេះមិនមែនខ្ញុំចង់ផ្ដោតថាអ្នកបកកែនិយាយជាមនុស្សដែលបកកែទាំងអស់ទេមិនប្រកបប៉ុន្តែសឹងតែ 90% ខ្ញុំជឿអញ្ចឹងដោយសារតែជាអតិភិបឆ្លងកាត់នៅក្នុងការបង្រៀនសិស្សច្រើនស្គាល់យុវជនច្រើនខ្ញុំក៏ឃើញថាភាគច្រើនយុវជនដែលមានសម្លេងល្អគាត់មានសក្តានុពលច្រើនជាងយុវជនដែលមិនសូវចិត្តបកកែនិយាយខ្ញុំជឿអញ្ចឹងតែម្ដងអានេះមិនមែនដោយសារខ្ញុំជាអ្នកដែលនិយាយហើយខ្ញុំលើកខ្លួនឯងទេនេះខ្ញុំចង់បញ្ជាក់បងប្អូនឬក៏គ្នាយើងទាំងអស់គ្នាបានដឹងណាអញ្ចឹងដើម្បីឲ្យទទួលបានការសម្ភាសមួយដែល natural ដែលមិន perfect ខ្លាំងទេបងអូនកុំឲ្យមានអារម្មណ៍ថា fresher ឬក៏មានសម្ពាធដាក់ឲ្យខ្លួនឯងថាតតែភាសាអង់គ្លេស perfect ទើបបងអូនមានអត្ថិភាពនៅក្នុងការទទួលបានការសម្ភាសជាប់មិនប្រកបទេដោយសារតែយើងនៅក្នុងបរិបទនៃប្រទេសរបស់យើងមិនមែនជាជនជាតិដើមនៃភាសាអង់គ្លេសទេអញ្ចឹងភាសាខ្មែរក៏បានដែរប៉ុន្តែត្រូវ make sure ថាការនិយាយភាសារបស់បងអូនពោពេញទៅដោយធម៌ពលមានភាពច្បាស់លាស់និងកំណត់គោលដៅនៃការនិយាយឲ្យបានត្រឹមត្រូវនេះគឺល្អសម្រាប់គ្នាយើងហើយអញ្ចឹងសរុបមកវិញការប្រើប្រាស់ការចងចាំទៅលើសំណួរឬក៏ទៅលើចម្លើយវាពិតជាល្អប៉ុន្តែ should be ប្រើការយល់ដឹងឬក៏ការដែលយើងយល់ច្បាស់អំពីបញ្ហាហ្នឹងយកមកនិយាយទៅយើងអាចច្បាស់ជាមួយនឹងចំណោទបញ្ហាណាជាក់ស្ដែងដូចខ្ញុំនិយាយប្រាប់អ្នកនរគ្នាអញ្ចឹងលុះត្រាតែខ្ញុំបានវិភាគមែនប៉ុន្តែបើខ្ញុំអត់បានដឹងឬក៏អានទុកមុនឬក៏យល់អំពី concept នៃការនិយាយទេក៏ខ្ញុំនិយាយទៅអ្នកនរគ្នាអត់ចាញ់ដែរឃើញណាអញ្ចឹងក្នុងវេទិកានេះខ្ញុំមានតែប៉ុណ្្នឹងឯងចែកជូនទៅកាន់យុវជនសង្ឃឹមថាវាជាប្រយោជន៍យ៉ាងសំខាន់សម្រាប់បងប្អូនអរគុណ